ថ្ងៃនេះគឺមកថតបង្ហាញបងប្អូនគ្នាពីសម្រស់បុប្ផាព្រៃភ្នំទីរៃគឺប្រភេទអគីដេភ្នំអញ្ចឹងណាបងប្អូនគ្នាដោយសារតពួកអានេះកម្រចេញផ្កាបងប្អូនហើយវាតាមលក្ខណៈធម្មជាតិរបស់វាអញ្ចឹងយើងអត់ប្រើគីមីអត់ប្រើថ្នាំអីដើម្បីបញ្ជាវាឲ្យផ្កាទេហើយពួកអានេះគឺថាមួយឆ្នាំផ្កាបានតែម្ដងទេហើយខ្ញុំយកមកនេះគឺពីខាងទឹកដីសាឡូតហើយតាំងពីយកមកគឺមិនដែលបានឃើញផ្កាវាទេទើបតែថ្ងៃនេះទេគឺខ្ញុំយកមកដាំនៅផ្ទះខ្ញុំនេះរយៈពេល5-6 ឆ្នាំហើយអញ្ចឹងទើបផ្កាឆ្នាំនេះឯង2025ហើយផ្កាគេគឺថាស្រស់ស្អាតខ្លាំងមែនទែនពណ៌ស្វាយឡើងខ្ចីល្វក់ហ្មងណាបងប្អូនគ្នាហើយខ្ញុំមានពីរបីដើមដែរប៉ុន្តែផ្កាបានតែមួយនេះឯងឃើញសម្រស់គ្នាលយមែនទែនកម្រនិយាយទៅខ្ញុំផ្ទះសាមែនទែនយកមកគឺមិនដែលបានឃើញទេតែលើកនេះបានឃើញហើយឆ្នាំនេះ